បាទវិសុំបងប្អូនសុខសប្បាយបងប្អូនខ្ញុំបានទទួលការស្នើសុំពីបងប្រុសគាត់ធ្វើការខាងមន្ទីរពេទ្យកម្មាអង្គរគាត់ទៅមកខ្ញុំឲ្យខ្ញុំជួយផ្សព្វផ្សាយទៅទៅនឹងកម្មវិធីបនផ្កាប្រាក់សាមគ្គីដើម្បីប្រមូលមូលនិធិទៅជួយដល់មន្ទីរពេទ្យកម្មាអង្គរបងប្អូនបានដឹងហើយថាមន្ទីរពេទ្យកម្មាអង្គរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយព្យាបាលទៅដល់ក្មេងជាច្រើនមកពីគ្រប់តំបន់ដោយមិនប្រកាន់ថាមកពីតំបន់ណានៅក្នុងប្រទេសកម្ពុជាទេគឺទទួលការពិនិត្យព្យាបាលដោយមិនគិតថ្លៃព្រោះក៏បានតាកតងមកគាត់ថានឹងមានការរៀបចំកម្មវិធីបនផ្កាប្រាក់សាមគ្គីដែលប្រពធ្វើឡើងនៅថ្ងៃទី8ខែមិថុនាហ្នឹងដូច្នេះគាត់ឲ្យខ្ញុំជួយបកបប្រកាសចំពោះបងប្អូនដែលរស់នៅក្នុងប្រទេសអូស្ត្រាលីសូមមេត្តាចូលរួមក្នុងកម្មវិធីបនផ្កាប្រាក់សាមគ្គីនេះដើម្បីជួយទៅដល់មូលនិធិកម្មាអង្គរដើម្បីឲ្យមានការដំណើរការទៅក៏ដូចជាការចំណាយផ្សេងៗនៅក្នុងមន្ទីរពេទ្យជាដើមហ្នឹងដូច្នេះក្នុងនាមខ្ញុំបាទតំណាងឲ្យបងប្រុសដែលគាត់ធ្វើការនៅខាងកម្មាអង្គរខ្ញុំបាទសូមប្រកាសដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសអូស្ត្រាលីឬក៏បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជាគាត់ចង់ចូលរួមដើម្បីចូលរួមមូលនិធិបនផ្កាប្រាក់នេះបងប្អូនអាចចូលទៅតាមរយៈកម្មាអង្គរក៏បានហើយតាមរយៈខ្ញុំក៏បានហើយខ្ញុំនឹងចាប់ផ្ដើមប្រមូលដើម្បីយកទៅជូនមន្ទីរពេទ្យកម្មាអង្គរក្នុងការដែលគេធ្វើកម្មវិធីការរៃអង្គាសផ្កាប្រាក់សាមគ្គីហ្នឹងហើយនៅខាងក្រោយវីដេអូគឺខ្ញុំនឹងដាក់បនផ្កាប្រាក់សាមគ្គីហើយមានលេខសម្រាប់វេលុយហើយនឹងមានបងប្អូនអាចចូលតាមរយៈខ្ញុំក៏បានដែរផ្សំក្នុងការដែលបងប្អូនគិតថាលុយតិចតួចអីហើយមានទៀតដល់បងប្អូនខ្មែរដែលនៅក្នុងប្រទេសអូស្ត្រាលីបងប្អូនដែលបានឃើញវីដេអូខ្ញុំបើសិនបងប្អូនអាចចូលរួមតាមរយៈខ្ញុំទោះបីតិចក្តីចឹងក្តីខ្ញុំទទួលព្រោះខ្ញុំមានកងធនាគារឲ្យខ្ញុំនឹងដាក់ជូនបងប្អូនដូចគ្នាដូចបងប្អូនអាចចូលតាមរយៈខ្ញុំទៅតិចក្តីចឹងក្តីខ្ញុំធ្វើការប្រមូលហើយយកលុយហ្នឹងជូនទៅដល់មន្ទីរពេទ្យកម្មាអង្គរទៅតាមពេលវេលានិងការកំណត់ដោយសារតែពេលវេលាគឺគៀកមែនទែនហើយខ្ញុំក៏សុំទោសបងប្រុសដែរដោយសារតែខ្ញុំរវល់ធ្វើការហើយអត់បានមានពេលមករៀបចំវីដេអូដើម្បីប្រកបប្រកាសជូនចំពោះបងប្អូនខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីឬក៏បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជាដែលគាត់តែងតែមើលវីដេអូតាមរយៈ page ខ្ញុំដូច្នេះខ្ញុំសូមពីម្ដងទៀតបងប្អូនសូមមេត្តាចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លាក្នុងការកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះហើយខ្ញុំធ្វើមួយឆ្នាំតែម្ដងទេដូច្នេះសូមអញ្ជើញបងប្អូនចូលរួមឲ្យបានច្រើនកកកដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌នៅក្នុងមន្ទីរពេទ្យកម្មាអង្គរដែលបានជួយទៅដល់កុមារដែលមកពីគ្រប់ទិសទីក្នុងការត្រូវការការព្យាបាលជាបន្តអរគុណ